ចេញវីដេអូមកគឺទុកឲ្យបងប្អូនឆ្ងល់បន្តិចសិនចាំប្រាប់ថាជានំអីចានិយាយទៅនំហ្នឹងបងប្អូនធ្វើឲ្យភ្លាមគឺអស់ពាក់កណ្ដាលភ្លាមសឹងតែថាថតចាឲ្យបងប្អូនមើលអត់ទាន់ណាអ្នកផ្ទះខ្ញុំគឺចូលចិត្តទាំងអស់គ្នាតោះឥឡូវកុំឲ្យខាតពេលយូរទៅមើលគ្រឿងផ្សំសម្រាប់ធ្វើនំនឹងទាំងអស់គ្នាដំបូងគឺខ្ញុំមានអង្ករដំណើបហ្នឹង800ក្រាមខ្ញុំយកវាទៅត្រាំទឹកមួយយប់បងប្អូនហើយខ្ញុំលាយជាមួយនឹងក្លិនពណ៌ស្លឹកតើយនេះបើសិនជាបងប្អូនចង់បានពណ៌ធម្មជាតិបងប្អូនត្រាំជាមួយនឹងស្លឹកតើយបងប្អូនកិនវាហើយយកទៅត្រាំអង្ករហ្នឹងមួយយប់ដើម្បីវាចេញពណ៌បៃតងស្រស់អញ្ចឹងណាហើយបន្ទាប់មកសណ្តែកបាយខ្ញុំត្រាំវាមួយយប់ដូចគ្នាបងប្អូនចាខ្ញុំចាក់វាចូលក្នុងចានមួយហើយចាចាក់ទឹកត្រាំវារហូតដល់រីកអញ្ចឹងនិយាយទៅត្រាំមួយយប់បន្ទាប់មកខ្ញុំយកសណ្តែកហ្នឹងទៅចំហុយសម្រាប់ធ្វើនំហ្នឹងឲ្យឆ្ងាញ់បងប្អូនយកទៅកូរចានយកទៅកូរល្អជាងតែដោយសារលើកហ្នឹងនេះខ្ញុំចង់ឲ្យប្លែកក៏ចំហុយចាហើយសម្រាប់គ្រឿងផ្សំបន្ទាប់គឺខ្ញុំមានសាច់ជ្រូក3ជាន់សាច់ជ្រូក3ជាន់គឺខ្ញុំចាហាន់វាប៉ុណ្ណឹងបងប្អូននិយាយទៅមួយហ្នឹងខ្ញុំកាត់វាជា3ឲ្យឃើញរាងប្រទះស្ដើងប៉ុណ្ណឹងហើយខ្ញុំយកវាទៅប្រឡាក់ជាមួយនឹងម្រេចចាម្រេចនេះគឺម្រេចគ្រាប់ម្រេចកំពតខ្មែរយើងឈ្ងុយណាបងប្អូនអើយមិនបាច់លីងថែមក៏ឈ្ងុយដែរខ្ញុំដាក់វាច្រើនណាបងប្អូនដាក់ប្រហែលជាមួយស្លាបព្រាបាយហើយខ្ញុំយកម្រេចហ្នឹងទៅបុកប៉ុន្តែអត់ឲ្យម៉ត់ទេបងប្អូនឲ្យវានៅដុំអញ្ចឹងណាហើយបន្ទាប់មកខ្ញុំបុកខ្ទឹមសដើម្បីទុកប្រឡាក់សាច់ជ្រូក3ជាន់ហ្នឹងបន្ទាប់ពីដាក់ខ្ទឹមសហើយខ្ញុំដាក់ម្សៅស៊ុបមាន់ថែមអំបិលបន្តិចបន្ទាប់មកប៊ីចេងបើសិនជាបងប្អូនចូលចិត្តបែបព្រៀងផ្អែមឬក៏ចាទម្លាប់ដាក់ស្ករបងប្អូនអាចដាក់ស្ករបន្តិចនិយាយទៅខ្ញុំអត់តមស្ករអីទេបងប្អូនប៉ុន្តែគ្រាន់តែថាពេលធ្វើម្ហូបម្ដងគឺនេះខ្ញុំអត់សូវដាក់ស្ករទេចាយើងដាក់ទៅតាមចំណង់ចំណូលចិត្តណាហើយបន្ទាប់ពីប្រឡាក់សាច់ជ្រូកហ្នឹងហើយខ្ញុំយកវាទៅផ្អាប់បងប្អូនអាចផ្អាប់មួយយប់គឺកាន់តែចូលជាតិឆ្ងាញ់ណាប៉ុន្តែខ្ញុំអត់សូវមានពេលទេនេះខ្ញុំផ្អាប់វាបានតែ3ម៉ោងណាចាហើយយើងងាកមកមើលអង្គនេះខ្ញុំផ្អាប់វាមួយយប់បងប្អូនដើម្បីឲ្យវាចេញពណ៌បែបហ្នឹងអង្គហ្នឹងគឺខ្ញុំយកវាទៅកូរជាមួយនឹងខ្ទិះដូងហ្នឹងគឺនេះខ្ញុំមានចំនួន450 ml ចាក់ខ្ទិះដូងចូលក្នុងខ្ទះធំមួយបន្ទាប់មកយើងយកអង្ករដែលបានត្រាំជាមួយនឹងក្លិនពណ៌ស្លឹកតើយហ្នឹងហើយខ្ញុំកូរអង្ករជាមួយខ្ទិះដូងហ្នឹងរហូតដល់អង្ករហ្នឹងឆ្អិនប្រហែលជា80ទៅ90%យើងកូរឲ្យឆ្អិនអញ្ចឹងទៅដើម្បីកុំឲ្យចំហុយយូរបងប្អូនហើយខ្ញុំមានផ្សិតក្អូមត្រាំទឹកវាហើយកាត់វាដុំឥឡូវខ្ញុំចាប់ដើមយកសាច់ហ្នឹងមកឆាចាបងប្អូនឃើញប៉ុណ្ណឹងគឺបងប្អូនដឹងថានំអីហើយមែនអត់បងប្អូនចានេះគឺជានំអន្សមបងប្អូនប៉ុន្តែអន្សមនេះគឺប្លែកគឺនេះខ្ញុំអត់យកទៅខ្ចប់ទេដោយសារកុំឲ្យប៉ប៉ាអស់និយាយទៅរបៀបធ្វើនំអន្សមបែបងាយចាខ្ញុំឆាសាច់ហើយខ្ញុំចាក់ផ្សិតដែលបានត្រាំទឹករីកហ្នឹងបងប្អូនហើយថែមជាមួយនឹងស៊ីអ៊ីវខ្មៅនឹងបន្តិចដើម្បីឲ្យវាឃើញពណ៌មើលទៅទំនងឆ្ងាញ់បងប្អូនចាហើយធំក្លិនឈ្ងុយផងឥឡូវបន្ទាប់ពីរៀបគ្រឿងផ្សំនឹងទាំងអស់ហើយចាមានដូចជាសាច់ជ្រូកឆាពងទាប្រៃផ្នែកក្រហមសណ្តែកហើយនឹងចាអង្គនិយាយស្ដាយចាបងប្អូនដើម្បីឲ្យវាឆ្ងាញ់កាន់តែឆ្ងាញ់គឺបងប្អូនយកវាទៅកូរលាយជាមួយនឹងខ្ទិះដូងប្រហែលជា200 ml បងប្អូនកូរដូចបាយអញ្ចឹងទៅឆ្ងាញ់បងប្អូនតែនេះខ្ញុំធ្វើយកវាទៅចំហុយអញ្ចឹងចាសាច់សណ្តែកគឺវាអត់និយាយទៅវាអត់ល្មួតចូលជាមួយនឹងសាច់បាយហើយនឹងស្នូលណាចាតែដោយសារជ្រុលហើយអញ្ចឹងក៏ទៅតាមនឹងទៅបងប្អូនយកវាទៅកូរគឺល្អជាងហើយឥឡូវនេះខ្ញុំយកវាទៅចំហុយចាសម្រាប់ការចំហុយហ្នឹងគឺខ្ញុំយកពុំមួយចាកូនចានដែកមួយទៅណាបងប្អូនហើយទ្រាប់ជាមួយនឹងกระดาษដុតនំបន្ទាប់មកខ្ញុំដាក់អង្ករដែលបានកូរហ្នឹងបន្ទាប់មកយើងវាឲ្យពេញហ្នឹងហើយសកត់វាណែនចាដាក់អង្ករហើយដាក់សណ្តែកមួយជាន់សកត់វាដែរហើយបន្ទាប់មកទើបនេះខ្ញុំដាក់ស្នូលចាមានដូចជាសាច់ជ្រូកហើយនឹងផ្សិតហើយពងទាប្រៃដាក់រោយវាពីលើស្ដើងបានដែរបងប្អូនកុំដាក់ក្រាស់ពេកណាសាច់ជ្រូកយើងដាក់វាតែមួយជាន់ទៅបានហើយតែនេះខ្ញុំនិយាយទៅធ្វើសាច់ជ្រូករៀងច្រើនដល់ពេលអញ្ចឹងដាក់ស្នូលវារៀងក្រាស់ប៉ុន្តែពេលបងប្អូនធ្វើគឺបងប្អូនដាក់សាច់ជ្រូកមកល្មមទៅបានហើយកុំឲ្យក្រាស់ពេកណាចាដាក់ពងទាប្រៃសាច់ជ្រូករួចហើយខ្ញុំចាក់ចាសណ្តែកហ្នឹងមួយជាន់ទៀតចាហើយដាក់សណ្តែកហើយសង្កត់វាឲ្យណែនទើបនេះខ្ញុំយកចាបាយដែលបានកូរហ្នឹងហើយបាយហ្នឹងគឺបងប្អូនចែកវាជា2ទៅណាបងប្អូនធ្វើមិនឲ្យស្មើគ្នាទៅហើយសណ្តែកដូចគ្នាពីព្រោះយើងដាក់2ជាន់ចាហើយយកវាមកវាឲ្យពេញសង្កត់វាឲ្យណែនហើយយើងអាចយកទៅចំហុយសម្រាប់ការចំហុយកុំឲ្យវាចូលទឹកបងប្អូនគឺខ្ញុំយកកដាលុយញោមហ្នឹងមកខ្ចប់ចានិយាយទៅយើងយកវាមករុំបិទវាឲ្យជិតហើយនេះខ្ញុំចំហុយរយៈពេល1ម៉ោងកន្លះទៅ2ម៉ោងចា
ទៅនំសមនឹងឆ្អិនណាបងប្អូនឥឡូវបន្ទាប់ពី2ម៉ោងក្រោយមកនិយាយពីថាល្អមែនតើបងប្អូនអើយសាច់បាយខ្ញុំឡមួតឆ្ងាញ់មែនតើចាប៉ុន្តែសម្រាប់ snow ខាងក្នុងដូចនេះខ្ញុំជម្រាបអញ្ចឹងណាបងប្អូនបើសិនជាបងប្អូនធ្វើបងប្អូនកូរសណ្តែកទៅកុំចំហុយដូចនេះខ្ញុំពីព្រោះនៅពេលដែលចំហុយដូចនេះខ្ញុំគឺសាច់ snow វាអត់ល្មួតចូលគ្នាបងប្អូនប៉ុន្តែរសជាតិឆ្ងាញ់ឥឡូវបន្ទាប់ពីទុកឲ្យត្រជាក់ហើយចានេះខ្ញុំនឹងកាត់ជូនបងប្អូនមើលត្រង់កន្លែងហ្នឹងប៊ីសបងប្អូនអើយដោយសារនេះខ្ញុំទុកវាឲ្យត្រជាក់ហើយកាត់វាដុំហើយថាចាំថតមានណាមកវិញអស់ជាងពាក់កណ្ដាលបងប្អូនអើយចាដោយសារអ្នកផ្ទះគឺសិតតែអ្នកចូលចិត្តនំសមហើយនៅពេលដែលគាត់ឃើញនំសមប្លែកអញ្ចឹងហើយគាត់ឃើញពណ៌តំណងអញ្ចឹងទៀតអញ្ចឹងក៏កាត់ពាក់កណ្ដាលយកទៅញ៉ាំចាឥឡូវនេះរួចរាល់ហើយបងប្អូនចានេះខ្ញុំទុកវាឲ្យត្រជាក់ហើយកាត់វាបងប្អូនកាត់ជាចាជា2ជា4និយាយកាត់ជាដុំមិនក៏បានដែរណានេះខ្ញុំកាត់វាបែបហ្នឹងបងប្អូនចាកាត់វាហើយគឺបងប្អូនអាចញ៉ាំបានហើយដូចនេះខ្ញុំជម្រាបបងប្អូនអញ្ចឹងសណ្តែកគឺបងប្អូនកូរវាជាមួយខ្ទិះដូងសិនកូរដូចបាយអញ្ចឹងបងប្អូនដើម្បីឲ្យវាល្មួតជាងហ្នឹងដោយសារនេះវាអត់សូវល្មួតទេអញ្ចឹងវាអាចរុះចេញមួយអញ្ចឹងណាបងប្អូនប៉ុន្តែរសជាតិវិញណាបងប្អូនអើយនិយាយពីថាឆ្ងាញ់ខ្លាំងមែនតើចាឆ្ងាញ់និយាយទៅរសជាតិអន្សមយើងហើយប៉ះជាមួយនឹងពងទាប្រៃហើយដំណើបខាងក្រៅហ្នឹងគឺឈ្ងុយស្លឹកតើយផងបងប្អូនឆ្ងាញ់មែនតើចាអញ្ចឹងសម្រាប់បងប្អូនដែលគាត់ចង់ញ៉ាំនំអន្សមប៉ុន្តែខ្ជិលវិចខ្ជិលខ្ចប់យូរអីគឺអាចធ្វើរបៀបនេះបាន